លោកតាជួយនិយាយអំពីសម្ដេចប៉ាបបានទេហេតុអ្វីបានជាគាត់ដូចជាមានអំណាចនៃសម្ដេចប៉ាបដែលបច្ចុប្បន្នបាននាមលីអូសម្ដេចប៉ាបលីអូដែលមានសេនាធិការកណ្ដាលនៅទីក្រុងវ៉ាទីកិនគឺជាស្ដេចសង្ឃកំពូលនៃអង្គការសាសនាកាតូលិកអង្គការសាសនាកាតូលិកនេះមានទ្រព្យសម្បត្តិមហាសាលនៅក្នុងពិភពលោកហើយឲ្យឃើញថាអង្គការកាតូលិកធំណាស់ចុះអំណាចធំនេះជាអ្វីទី1អង្គការកាតូលិកមានទីតាំងតម្កល់ឯកសារពិភពលោកបើគិតពីទីតាំងតម្កល់ឯកសារពិភពលោកបើគិតទៅនឹងបណ្ណាល័យជាតិប្រទេសបារាំងបណ្ណាល័យជាតិសហរដ្ឋអាមេរិកបណ្ណាល័យជាតិប្រទេសអាល្លឺម៉ង់ឬអង់គ្លេសកាតូលិកមានបណ្ដុំឯកសារប្រវត្តិសាស្ត្រធំស្មើនឹងបណ្ណាល័យជាតិមហាអំណាចដែលឯកសាររបស់កាតូលិកតម្កល់មានអាយុជាង800ឆ្នាំខ្លាំងណាស់ណាអានឹងរឿងឯកសារបន្តមកទៀតនិយាយពីទ្រព្យសម្បត្តិរបស់កាតូលិកទ្រព្យសម្បត្តិកាតូលិកបាននិយាយជាទឹកប្រាក់ដុល្លារវាទៅជាងអាមេរិកវាទៅជាងចិនវាទៅជាងរុស្ស៊ីវាទៅជាងឥណ្ឌាក៏ប៉ុន្តែនៅក្នុងចំណោមសាសនាធំនៅក្នុងពិភពលោកទ្រព្យសម្បត្តិរបស់កាតូលិកគឺធំជាងសាសនាទាំងអស់ក្នុងពិភពលោកធំណាស់ទំហំនៃទ្រព្យសម្បត្តិធំណាស់និយាយពីខួរក្បាលរបស់អ្នកប្រាជ្ញកាតូលិកអ្នកប្រាជ្ញកាតូលិកមានខួរក្បាលអ្នកប្រាជ្ញច្រើនជាងខួរក្បាលអ្នកប្រាជ្ញអ៊ីស្លាមអ្នកប្រាជ្ញហិណ្ឌូអ្នកប្រាជ្ញពុទ្ធអ្នកប្រាជ្ញបន្តមកទៀតនិយាយពីកម្លាំងខួរក្បាលកាតូលិក 10% ជា theologian ប្រាជ្ញជាភាសាខ្មែរថា 10% កម្លាំងសាសនវិទូតែ 10% ទេកម្លាំងវិទ្យាសាស្ត្រ 90% ជាសាសនាទេប៉ុន្តែកម្លាំងវិទ្យាសាស្ត្រ 90% ខ្ញុំឲ្យឧទាហរណ៍មួយដែលមិនគួរជឿកំជ្រួច Artemis ដែលបាញ់ឡើងទៅឋានព្រះច័ន្ទថ្មីនេះក៏មានចំណែកកាតូលិកដែរខ្ញុំឲ្យចំណុចមួយណាមួយទៀតអ្នកដែលបង្កើតប្រព័ន្ធសាកលវិទ្យាល័យដែលមាំមួនហើយคล้ายទៅជាសាកលវិទ្យាល័យល្បីនៅក្នុងពិភពលោកទៅតាមប្រព័ន្ធសាកលវិទ្យាល័យអ្នកដែលបង្កើតសាកលវិទ្យាល័យគឺអង្គការកាតូលិកវាពិតហើយឥណ្ឌាបង្កើតសាកលវិទ្យាល័យបុរាណតាំងពីសម័យមុនព្រះកើតទៀតមុនព្រះពុទ្ធកើតទៀតវាពិតហើយចក្រភពរ៉ូម៉ាំងបង្កើតសាកលវិទ្យាល័យវាពិតហើយអ៊ីស្លាមបង្កើតសាកលវិទ្យាល័យប៉ុន្តែប្រព័ន្ធសាកលវិទ្យាល័យដែលคล้ายទៅជា model សាកលវិទ្យាល័យទំនើបធំអាយុ2 3 4 500ឆ្នាំនៅក្នុងពិភពលោកគឺកើតដោយកាតូលិកដែលកាតូលិកបានបង្កើតកម្រងនឹងប្រព័ន្ធសាកលវិទ្យាល័យ800ឆ្នាំខ្លាំងណាស់ហើយបើនិយាយពីអរិយធម៌ប្រទេសបារាំងគេថាមានអរិយធម៌គេរុស្ស៊ីគេថាមានអរិយធម៌គេអង់គ្លេសគេថាមានអរិយធម៌គេឥណ្ឌាថាមានប៉ុន្តែអរិយធម៌អឺរ៉ុបស្នូលនៃមូលដ្ឋានអរិយធម៌គឺកើតឡើងដោយកាតូលិកនេះហើយដែលទីក្រុងវ៉ាទីកិនយើងគិតមើលនាយករដ្ឋមន្ត្រីអ៊ីតាលីដែលជិតដាក់នឹងលោកដូណាល់ត្រាំណានៅពេលលោកដូណាល់ត្រាំស្បត់ចូលកាន់តំណែងអាណត្តិទី2គ្មានមេដឹកនាំអឺរ៉ុបណាមកផ្ទាល់ទេនាយករដ្ឋមន្ត្រីអ៊ីតាលីមកនាងស្រីនឹងមកស្រាប់តែពេលត្រាំគាត់ខ្វែងគំនិតគ្នាថ្មីដែលប៉ះជាមួយនឹងសម្ដេចប៉ាបលីអូ